រថយន្តដឹកសិស្សសាលានិងរថយន្តសកម្មភាពសាលាអ្នកបើកបររថយន្តដឹកសិស្សសាលាត្រូវតែមានអាយុចាប់ពី18ឆ្នាំនិងធ្លាប់មានបទពិសោធន៍បើកបរយ៉ាងហោចណាស់6ខែនិងមានការបានបើកបរប្រភេទ Class B និង Class C ដែលជាយានយន្តពាណិជ្ជកម្មដែលមានអមដោយអក្សរ S School Bus រថយន្តដឹកសិស្សនិងអក្សរ P Passenger រថយន្តដឹកអ្នកដំណើរដែលជាលិខិតអនុញ្ញាតបន្ថែមនិងត្រូវមានអមជាមួយនឹងលិខិតបញ្ជាក់អ្នកបើកបររថយន្តដឹកសិស្សសាលាផងដែរដើម្បីបានលិខិតបញ្ជាក់អ្នកបើកបររថយន្តដឹកសិស្សនេះអ្នកបើកបរត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពិសេសនិងត្រូវប្រឡងជាប់តេស្តដែលដាក់ឲ្យដោយអ្នកឯកទេសកម្មវិធីសម្រាប់វិស័យអប់រំដែលអ្នកប្រឡងត្រូវបង្ហាញកាយសម្បទាល្អនិងមានសមត្ថភាពបើកបររថយន្តដឹកសិស្សលក្ខខណ្ឌតម្រូវសម្រាប់បើកបររថយន្តសកម្មភាពសាលាក៏ដូចគ្នានេះដែរខុសគ្នាត្រង់ថាអ្នកបើកបររថយន្តសកម្មសាលាមិនចាំបាច់មានលិខិតបញ្ជាក់អ្នកបើកបររថយន្តដឹកសិស្សកំណត់ចំណាំអនុលោមតាមប្រការ GS 203714A នាយកដ្ឋានយានយន្តមិនត្រូវចេញឬបន្តបានបើកបរពាណិជ្ជកម្មតែមានលិខិតអនុញ្ញាតបន្ថែមអមដោយអក្សរ P និងអក្សរ S ទៅជនណាម្នាក់ដែលស្ថិតក្រោមការតាមដាននៃកម្មវិធីល្មើសផ្លូវភេទនិងកិច្ចការសាធារណៈនោះឡើយ